អត់ទេព្រះបេតុឆាតើព្រះរាជបុត្រនៅទីនេះធ្វើអីទៅតែអង្គឯងនេះព្រះបេតុលាតាំងពីមកហ៊ីនីនិយាយថាកាញ្ជនីបានខ្លួនមកទូបង្គំពិតជាព្រួយប្រទេសពីនាងណាហើយប្រទេសរបស់ទូបង្គំកំពុងតែកកស្ទះជាមួយនឹងសំនួននេះហើយឆ្ងល់ថានាងទៅឯណាទៅតែនាងពិតជាមិនអីទេហេតុអីបានជានាងប្រាកាមកការឲ្យយកចុតម៉ាយទៅឲ្យគូបាហើយប្រាប់ថាទូបង្គំចង់ជួបនៅមាត់ស្ទឹងហើយកាញ្ជនីក៏បានខត់គូបាមិនឲ្យចាក់ចេញព្រះរាជបុត្រកំពុងតែព្រួយប្រទេសរឿងដែលគ្មានហេតុផលឲ្យក្រាបទូលតែហ៊ានកំពុងតែតាមរកនាងហើយយើងនឹងបានដឹងនៅចម្លើយដែលយើងរកនាងឃើញគ្មានស្រីណាម្នាក់នៅដំណាក់ស្រីស្នំត្រូវគេរើសធ្វើជាគូជីវិតដ៏ស័ក្តិសមនោះទេឬមួយនាងអាចទៅជាមួយនរណាម្នាក់ក៏ថាបានបើមិនចឹងទេប្រហែលជាកាញ្ជនីរកឃើញអ្នកណាម្នាក់ដូចជាអូមេឡាក៏ថាបានដែរអាចទៅរួចទេវាពិតជាល្អណាស់បើអ្វីៗដូចជាព្រះបេតុលាមានបន្ទូលព្រះរាជបុត្រពិបាកប្រតិខ្លាំងពេកហើយព្រះរាជបុត្រព្រួយព្រះតីពីស្រីម្នាក់នោះធ្វើអីទៅយើងមិនមានមុខសញ្ញាទេថានាងនៅរស់ឬក៏អត់ព្រះរាជធីតាព្រះរាជបុត្រស៊ីថាស្ដេចយាងមកកន្លែងទទួលភ្ញៀវព្រះមេខ្ញុំម្ចាស់កំពុងរងចាំព្រះជាថាខ្លាំងណាស់ព្រះពើហេតុអីទៅព្រះជាថាបានប្រទានអំណាចឲ្យខ្ញុំម្ចាស់ហើយខ្ញុំម្ចាស់ចង់ឲ្យព្រះជាថាឃើញតើអំណោយអ្វីទៅដែលយើងប្រទានឲ្យអូនមិនអីទេព្រះពើបើព្រះជាថាមិនប្រទានក៏ហីចាស់តែគ្រាន់តែព្រះជាថាប្រាប់ខ្ញុំម្ចាស់ទៅបានហើយខ្ញុំម្ចាស់មានវិធីយកខ្លួនឯងម្ចាស់អូនបានលួចស្អីមែនទេនេះជាថាលៀបពណ៌រូបចម្លាក់នេះតាំងពីពេលណាមកបងមិនចាំទេគូបាស្នេហារបស់អូនដែលមានចំពោះបងបានធ្វើបងសាងរូបចម្លាក់នេះឡើងបងត្រូវតែលៀបពណ៌ឲ្យវានៅក្នុងក្តីសម័យរបស់បងខ្ញុំម្ចាស់សប្បាយប្រទេសណាដែលព្រះអង្គបញ្ជាក់ពីស្នេហ៍ស្មោះប៉ុន្តែនៅមានរឿងខ្វះខាតមួយទៀតជាអ្វីទៅខ្ញុំម្ចាស់ភ្នល់សិនព្រះជាថាអាចរកឃើញទេតតឲ្យសັບទៅព្រះពើព្រមចោះចាញ់ហើយនៅព្រះពើប្រឡងធ្លាក់ឲ្យព្រះពើគឺជារូបចម្លាក់ស្ត្រីដែលស្រឡាញ់ព្រះជាថាមិនមែនជាព្រះជាយាទេការលាបមង្គលក្រហមគឺជានិមិត្តរូបនៃសុភមង្គលរបស់ព្រះមហេសីមង្គលក្រហមរំលឹកអំពីស្ត្រីដែលបានរៀបអភិសេកទៅហើយការរៀបអភិសេករបស់ព្រះនាងគឺជាកម្ពុជាសុភមង្គលរបស់ស្ត្រីព្រះឥទ្ធិពលសូរស័ព្ទរបស់ព្រះជាថាគឺមានអត្ថបទល្អណាស់ព្រះពើប្រាប់យើងមកទេបន្តឆាប់ប្រាប់យើងមកឲ្យយើងសួរឯងប្រមាណដងទៀតឆាប់ប្រាប់យើងភ្លាមមក
បើគេមិនដឹងពីបំណងជីនីផងនោះហេតុអីក៏បងសម្លុតបិទបាត់នេះទៅវិញ លើឲ្យស្ងៀមទៅមកកាឡាយើងស្គាល់ពីគេច្បាស់ជាងអូនទៅទៀតមើលទៅមុខគេទៅឆាប់ប្រាប់យើងមកទេបន្ទាន់ប្រាប់ភ្លាមមកបត់ជាប់ពាក់ព័ន្ធជាមួយនឹងកញ្ចនីពីមុនមកប្រសិនបើនាងប្តឹងពីបត់នោះបត់បកស្រាយយ៉ាងម៉េចទៅនាងមិនអាចប្តឹងបានទេនាងមិនអាចប្តឹងបានទេបត់ចង់បានន័យថាយ៉ាងម៉េចនាងអាចប្តឹងខ្ញុំបានបើសិនជានាងនៅរស់ទូលបង្គំសម្រាប់នាងចោលបាត់ទៅហើយហេតុអីក៏បត់សម្រាប់នាងឆាប់ប្រាប់យើងភ្លាមមកហេតុអីនាងគឺជាអ្នកមកជំនួសយ៉ាស៊ូថារ៉ាយ៉ាស៊ូថារ៉ាទេវតាបត់ព្យាយាមចាប់តែនាងមែនទេ តាបកំពុងធ្វើអីជាមួយយ៉ាសូថារ៉ាទេវតាហេតុអីក៏អាចធ្វើដូច្នេះបើមហារាជដឹងពីផែនការរបស់បុត្រទ្រង់មិនលើកលែងដល់ពួកយើងទេទ្រង់នឹងបណ្ដេញយើងចេញពីនគរកបិលភ័ស្ត្រនេះ តាមានរឿងអីជាមួយបត់ទៅបត់គ្មានសមត្ថភាពនៅពេលដែលបត់មានឱកាសបត់គួរតែសម្រាប់ស៊ីថាត់នៅពេលនោះហេតុអីក៏បត់បាញ់មកកត់គេទៅវិញហេតុអីបានជាបត់មិនតម្រង់បាច់ឲ្យគេចំតែម្ដងទៅ បើទូលបង្គំសម្រាប់ស៊ីថាតើបានប្រយោជន៍ស្អីមកលើទូលបង្គំដែរទេយើងនឹងចាញ់សង្គ្រាមប្រាសាទណាជិតនឹងចាប់យើងទៅដាក់គុកទូលបង្គំនឹងបាត់បង់ឱកាសឡើងសោយរាជជាមួយព្រះធីតាយ៉ាស៊ូថារ៉ាហើយការនេះគេចាត់ការរឿងនេះមិនបានសម្រេចបើមិនចឹងទេយ៉ាស៊ូថារ៉ានឹងបានរៀបអភិសេកជាមួយទូលបង្គំ បន្ទាប់ពីទូលបង្គំនិងព្រះនាងចប់សពគ្រប់យើងនឹងសម្លាប់ស៊ីថាត សម្រាប់គេមែនទេ គេមានវាសនាខ្ពស់ណាស់យើងបានធ្វើអ្វីគ្រប់បែបយ៉ាងហើយយើងបានលាក់ខ្ចាត់ដំរីនៅក្នុងកម្រងខែពួកវានៅតែមិនអាចតិចខំគេទៀតយើងបានដាក់ខ្ចាត់ដំរីនៅលើក្រែក្រឡាបន្ទំប៉ុន្តែគេចេញមកវិញមិនខ្លាចអ្វីទាំងអស់ អ្នកទាំងពីរក៏ខំប្រឹងប្រែងខ្លាំងណាស់ដែរតើបានផលប្រយោជន៍អ្វីទៅអត់ប្រយោជន៍ទេមិនបានការអ្វីទាំងអស់អត់បានការទេតើវាជាអ្វីទៅ យើងអាចមើលឃើញពន្លឺនៃក្តីសង្ឃឹមហើយអាចឃើញ អូននិយាយពីស្អីទៅ គឺអ្នកបួសនោះអីបងនៅចាំបានទេមានន័យចាំបណ្ឌិតស្មិចនោះបានទេខ្ញុំម្ចាស់យកព្រះអំណោយទៅថ្វាយនៅថ្ងៃប្រសូតរបស់គេប្រហែលជាទៅដល់ហើយដែលអ្នកបួសត្រូវមានចិត្តមេត្តាករុណានិងមុទិតាហើយផ្សព្វផ្សាយព្រះធម៌សត្វលោកហើយគួរតែរំភើបគួរឲ្យរំភើបខ្លាំងណាស់ អូនកំពុងព្យាយាមនិយាយពីស្អី ស៊ីថាមានតែផ្លូវពីរប៉ុណ្ណោះគេគួរតែស្លាប់ឬមួយក៏ចេញទៅបួសអ្នកបួសបើមិនស្លាប់ទេក៏គ្មានអីដែរនៅពេលនេះគ្រាន់តែចាំមើលសិនទៅខ្ញុំម្ចាស់ជឿថាស៊ីថានឹងស្លៀកពាក់ស្បង់ជីវរពណ៌លឿងជាមិនខាននោះទេ មើលទៅស៊ីថាតនេះគឺជាព្រះរាជវាំងដែលមានក្រឡាបន្ទំ7ដំណាក់ហើយនឹង9ដំណាក់ទៀតមើលទៅពិសេសណាស់បិតាបានប្រទានវាឲ្យទៅបុត្រទាំងពីរហើយដូច្នេះបុត្រអាចសប្បាយសម្រាប់ជីវិតរៀបអភិសេករបស់បុត្រហើយវាមិនមែនជាការចាំបាច់ទេក្រាបទូលប៉ុន្តែបុត្រត្រូវតែមានការរៀបអភិសេកថ្មីត្រូវតែមានអ្វីគ្រប់យ៉ាងដែលជារបស់សពតិអញ្ចឹងបើដូច្នេះមែនគូបាននឹងទូបង្គំនឹងចេញពីកន្លែងមួយទៅកន្លែងមួយប៉ុន្តែត្រូវបាត់បង់ពីធម្មជាតិ
ដើម្បីស្វែងរកកន្លែងស្ងប់គឺត្រូវធ្វើអញ្ចឹងមែនទេបត់ចង់បានដែរទេ ព្រះអង្គបានប្រតិប្រទានអំណោយដល់បុត្ររបស់ព្រះអង្គខ្ញុំម្ចាស់ក៏ចង់ប្រទានអំណោយដល់ព្រះសន្និសាទ អ ដែរ ស្ចារ្យណាស់ ខ្ញុំម្ចាស់ជ្រាបរឿងនេះ យ៉ាសូថារាព្រះរាជគ្រូរបស់យើងបានថ្វាយដល់បុត្រីខ្សែដៃនេះ វានឹងធ្វើឲ្យបុត្រីបានទទួលពរជ័យជាមួយនឹងព្រះបុត្រាស្ត្រីដែលរៀបការហើយគួរតែពាក់វានៅជាប់កដៃខាងឆ្វេងហើយមិនយូរទេស្ត្រីនោះនឹងបានដឹងថានឹងមានផ្ទៃពោះ ព្រះមេដាតើព្រះមេដាពិតជាជឿទៅលើរឿងនេះមែនទេ ទាំងនេះគឺជាវប្បធម៌ប្រពៃណីរបស់យើងហើយយើងគួរតែគោរពឲ្យបានណាបុត្រ ប្រពៃណីរបស់យើងគួរតែកែប្រែជាមួយនឹងពេលវេលាសូមរាជទានទោសផងដែលទូបង្គំមានបន្ទូលដូច្នេះអ្នកបួសរបស់យើងនឹងរស់នៅក្នុងព្រៃភ្នំពួកគេស្លៀកពាក់ស្បង់ជីពរប៉ុន្តែយើងស្លៀកពាក់នៅសម្លៀកបំពាក់គេរស់នៅក្នុងព្រៃនិងរោងភ្នំដ៏ស្ងាត់ប៉ុន្តែពួកយើងបែរជារស់នៅក្នុងផ្ទះពួកគេគឺជាព្រានប្រមាញ់តែយើងគឺជាអ្នកចំការអ្វីៗគឺបានប្រែប្រួលអស់ទៅហើយហើយអ្វីក៏ច្បាប់មិនប្រែប្រួល សិដ្ឋាច្បាប់ព្រះអតិទេពខ្លះយើងមិនគួរកែប្រែច្បាប់ទម្លាប់ដូចចោលទេណាបុត្រ សំណួររបស់ទូបង្គំជាការពិនទូបង្គំបានលើកពីរឿងអតិទេពថាគ្មាននរណាម្នាក់ដែលបានលើកពិតប្រាកដនោះទេ ក្រាបទូលមហារាជដល់ពេលធ្វើការប្រជុំឲ្យក្រាបទូល មែនហើយព្រះអនុជឆាប់ទៅស៊ីថតយើងនឹងពិបាកដោះស្រាយសំណួរនៅក្នុងពេលដែលប្រជុំណាស់ព្រះបុត្រាយើងមានចម្លើយសម្រាប់សំណួរទាំងអស់នេះហើយមែនទេបើពួកគេសួរពីសំណួរទូទៅរបស់យើងបុត្រគួរតែបញ្ញាប់ឆ្លើយតបដើម្បីឲ្យពួកគេជឿជាក់សិនគ្មានបញ្ហាអ្វីដែលយើងត្រូវប្រឈមមុខជាមួយពួកគេទេប៉ុន្តែត្រូវតែមានការបោះឆ្នោតសូមព្រះបិតាប្រធាននៅអាសៀមសិនទៅក្រាបទូលភាពស្មោះត្រង់របស់យើងគឺជាកម្លាំងនៃការពិតគឺនៅខាងយើងហើយក្រាបទូលវាអាចធ្វើឲ្យយើងមានចិត្តសប្បុរស ការប្រជុំលើកមុនរបស់យើងព្រោះតែរៀបអភិសេករបស់ព្រះរាជបុត្រយើងនឹងពិភាក្សាគ្នាពីចម្លើយទាំងនោះហើយយើងនឹងត្រូវធ្វើការបោះឆ្នោតហើយក្នុងការបោះឆ្នោតនោះគឺព្រះមហារាជសុទ្ធនៈនិងព្រះរាជបុត្រសិដ្ឋានត្រូវតែឆ្លើយសម្រាប់ព្រះតីនៅពេលធ្វើសង្គ្រាមលើកមុន ក្រាបទូលមហារាជ យើងត្រូវតែឆ្លើយនៅសំណួរទាំងអស់នេះក្នុងនាមយើងដែលជាអ្នកសោយរាជលើរាជបល្ល័ង្កហើយក៏ជាស្ដេចសទ្ធោទនៈផងដែរសូមឲ្យព្រះម្ចាស់សក្យវង្សទាំងអស់សួរសំណួរមកចុះយើងបានត្រៀមខ្លួនជាស្រេចនៅក្នុងការឆ្លើយសំណួរទាំងនេះហើយសូមមក ព្រះរាជបុត្រសិដ្ឋានព្រះរាជបុត្រមានយុទ្ធសាស្ត្រផែនការធ្វើសមរភូមិទ្រង់បានព្យាយាមបញ្ចប់សង្គ្រាមប៉ុន្តែគ្មាននរណាម្នាក់ទប់ប្រតិទ្រង់ឡើយ ទូបង្គំមិនត្រឹមតែព្យាយាមទេតែទូបង្គំបានបញ្ចប់សង្គ្រាមទៅហើយដរាបណាផែនការសមរភូមិនៅតែបន្តភាពស្ទាត់ជំនាញរបស់ទូបង្គំក្នុងនាមជាអ្នកចម្បាំងទូបង្គំត្រូវតែបញ្ចប់សង្គ្រាមព្រោះវាជាសេចក្តីត្រូវការរបស់ទូបង្គំបើសិនជាទូបង្គំមិនអាចបញ្ចប់សង្គ្រាមបានទេទាហានទាំងសងខាងនឹងត្រូវបាត់បង់ជីវិតកាន់តែច្រើនគ្មានទីបញ្ចប់នោះទេការកាប់សម្លាប់មិនមានការប្រកាន់ទៅលើបុគ្គលណាម្នាក់នោះទេស ត្រូវរបស់យើងបានទទួលបរាជ័យហើយប៉ុន្តែទ្រង់ដោះលែងពួកគេឲ្យរួចខ្លួនទៅវិញមិនមែនជាការប្រឆាំងជាមួយនឹងច្បាប់របស់សច្ចវង្សទេមែនទេយើងទុកចិត្តគេថាគេមិនមកវាយយើងម្ដងទៀតទេ ព្រះម្ចាស់ពិតជាចង់ធ្វើសង្គ្រាមខ្លាំងណាស់មែនទេប្រាសាទជាតិក៏ខ្លាចជាមិត្តរបស់យើងហើយដែរបន្ទាប់ពីគេចាញ់សង្គ្រាមតើអ្នកទាំងអស់គ្នាដឹងទេមិត្តភាពដែលទទួលបានពីជ័យជំនះរបស់សត្រូវតើវាមិនល្អសម្រាប់យើងទាំងសងខាងទេប្រាសាទជាតិនឹងគិតពីសង្គ្រាមមុនពេលដែលគេវាយប្រហារមកលើយើងដូច្នេះគេមិនអាចធ្វើអ្វីទៅផ្ដាស់បានទេ លោកគឺជាអ្វីដែលរំខានដល់យើងហើយអ្នករាល់គ្នាគ្មានចិត្តដូចទ្រង់ទេ
ប្រសានណាចិត្តប្រកាសជាធ្វើការសងសឹកមកវិញដែលធ្វើឲ្យគេអាម៉ាស់មុខនោះមុនគេចេញទៅគេអាម៉ាស់មុខខ្លាំងណាស់ព្រោះគេបានបំផ្លាញនគរកបិលភ័រ យើងមិនអាចដឹងនៅអ្វីដែលបានកើតឡើងនៅថ្ងៃអនាគតនោះទេមិនថាជាទ្រង់ឬជាទូបង្គំនោះទេហេតុអីក៏យើងត្រូវបារម្ភពីថ្ងៃអនាគតទៅវិញ មហារាជសុទ្ធធនណាយើងទាំងអស់គ្នាបាត់បង់វិជ្ជារាជច្រើនណាស់ដែលបានធ្វើសង្គ្រាមជាមួយនគរកសលការខំប្រឹងប្រែងរបស់ពួកយើងគឺទទេស្អាតព្រោះតែសង្គ្រាមជាមួយសត្រូវតែទាំងនោះជាការរំខានដល់ទ្រង់ដែរទេមហារាជ មែនហើយសង្គ្រាមគឺជាការចំណាយទ្រព្យសម្បត្តិយ៉ាងធំបំផុត យើងឈ្នះសង្គ្រាមហើយទ្រង់គួរតែធ្វើអ្វីពីប្រសានអាជាតិមកវិញមកមហារាជ យើងត្រូវតែធ្វើបែបនោះ ព្រះអង្គនឹងត្រូវតែធ្វើពេលដែលប្រសានអាជាតិធ្វើសង្គ្រាមជាមួយយើងម្ដងទៀតមែនទេមែនហើយព្រះអង្គមានព្រះអង្គបានជឿប្រសានអាជាតិមកធ្វើពិធីអភិសេកបញ្ជាក់ថាកំពុងមានមន្ត្រីភាពជាមួយគេហើយ ប្រាសាទជាតិគឺជាសត្រូវរបស់យើងមុនពេលសង្គ្រាមក៏ខ្លាចជាមិត្តរបស់យើងហើយនៅក្រៅពេលដែលសង្គ្រាមគឺជាទូនាទីរបស់យើងដែលត្រូវអញ្ជើញមិត្តមកចូលរួមនៅក្នុងពិធីរៀបអភិសេកនេះ មិនមែនទេព្រះរាជបុត្រសង្គ្រាមបានសម្លាប់ប្រជារាស្ត្រសត្វចាក់វងអស់ជាច្រើនអ្នកទ្រង់មិនចូលរួមសោកស្ដាយជាមួយពួកគេទេ មិនមែនជាការឆ្លោះគ្នាដើម្បីបង្កចំនួនកាន់តែធំទេដូច្នេះទ្រង់មានបានបារម្ភពីការពលីរបស់អ្នកចម្បាំងសាក់ខ្យាវងដែរទេឆាប់ប្រាប់ទូបង្គំមកតើមានពួកទ្រង់ប្រមាណអ្នកដែលបានទៅមើលឃើញទាហានដែលមានរបួសទាំងអស់នោះដោយផ្ទាល់ដែរទេកុំប្រាសេចក្តីស្លាប់របស់គេព្រោះតែភាពអាត្មានិយមរបស់ពួកទ្រង់វាមិនអាចជួយឲ្យមានមោទនភាពទេវាគ្រាន់តែអាចជួយឲ្យពួកទ្រង់ដណ្ដើមអំណាចចែកគ្នាតែប៉ុណ្ណោះទូបង្គំពិតជាមានសេចក្តីទុកចំពោះរឿងនេះណាហើយទូបង្គំសូមនិយាយម្ដងទៀតថាសង្គ្រាមវាមិនមែនបញ្ចប់ដោយសារការធ្វើសង្គ្រាមទេតែដៃរបស់ទ្រង់មានប្រឡាក់ឈាមដែរទេនៅពេលដែលទ្រង់សម្លាប់សត្រូវទ្រង់ក៏ទទួលបាននូវជ័យជំនះប៉ុន្តែទាហានរងរបួសជាទម្ងន់ហើយបើសិនជាគ្មានជំនួយទេអញ្ចឹងតើអនាគតរបស់ពួកគេនឹងខ្លាចទៅជាយ៉ាងណាទៅតើទ្រង់មានជ្រាបពីបញ្ហាទាំងនេះទេ យើងមិនចង់បានសង្គ្រាមទេប៉ុន្តែត្រូវបានវាយប្រហារយើងត្រូវច្បាំងជាមួយដើម្បីសុវត្ថិភាពរបស់យើងច្បាំងដើម្បីសុវត្ថិភាពសន្តិភាពនិងឈ្នះដើម្បីជាតិរបស់យើងពិតមែនហើយ ด่านនេះវាមិនអាចធ្វើឲ្យទ្រង់មានសន្តិភាពបាននោះទេវាមានតែធ្វើឲ្យមានការបង្ហូរឈាមគ្នាហើយវាក៏មិនអាចជួយការពារទ្រង់បានដែរគឺវាធ្វើឲ្យកាន់តែមានចំនួនកាន់តែខ្លាំងឡើងទៅវិញទេហើយបើសិនជាទ្រង់ចង់ធ្វើអ្វីម្យ៉ាងសម្រាប់ប្រទេសរបស់ទ្រង់ពិតប្រាកដមែនទ្រង់គួរតែបោះបង់គំនិតនៃការធ្វើសង្គ្រាមចោលទៅសង្គ្រាមគឺមិនចប់ដោយការធ្វើចម្បាំងទេតែវាកាន់តែធ្វើឲ្យមានសង្គ្រាមផ្សេងទៀតកើតឡើងសង្គ្រាមគឺនាំមកនូវសង្គ្រាមផ្សេងទៀតមិនមានសន្តិភាពជាដាច់ខាត សង្គ្រាមគឺនាំមកនូវសេចក្តីវិនិច្ឆ័យទូបង្គំចង់ស្នើសុំចំពោះព្រះអង្គម្ចាស់សាក់ខ្យាវងទាំងអស់ថាទូបង្គំនឹងដោះស្រាយដើម្បីសន្តិភាពទូបង្គំមិនខ្វល់ថាជាសត្រូវឬក៏ជាមិត្តទេទូបង្គំនឹងព្យាយាមដោះស្រាយដោយការបញ្ចប់សង្គ្រាមទូបង្គំមិនអាចឲ្យមានសង្គ្រាមកើតឡើងបន្តទៀតទេសង្គ្រាមត្រូវតែបញ្ចប់ ទ្រង់កំពុងតែធ្វើឲ្យព្រះអង្គម្ចាស់គ្រប់អង្គអាម៉ាស់ហើយ បែរហើយទ្រង់មិនត្រូវទេ យើងមិនអាចនៅប្រងើយទេពីក្តីមេត្តាចំពោះតម្លៃមនុស្សរបស់ព្រះរាជបុត្រឡើយព្រះអង្គម្ចាស់គ្រប់ព្រះអង្គបានសម្ដាប់ព្រះតម្រិះរបស់ព្រះអង្គម្ចាស់និងព្រះរាជបុត្រហើយពេលនេះដល់ពេលបោះឆ្នោតហើយ ក្នុងនាមយើងដែលជាអ្នកដឹកនាំរបស់សាក់ខ្យាវងយើងសូមថ្លែងព្រះរាជបន្ទូល 3-4 ម៉ាត់មុនពេលដែលដកខ្លួនចេញពីទូនាទីព្រះអង្គម្ចាស់ណាដែលសពតិចំពោះស៊ីថាត់ហើយនឹងសពប្រតិចំពោះយើងនោះគួរតែដាក់ដាវចុះនៅព្រះហស្ថខាងស្ដាំរបស់យើងហើយបើសិនជានរណាចង់ប្រឆាំងជាមួយយើងគួរតែដាក់ដាវនៅព្រះហស្ថខាងឆ្វេងរបស់យើងហើយបើសិនជាយើងចាញ់យើងសន្យាថាយើងនឹងឈប់ពាក់មកុដនេះបន្តទៀត
តែបើសិនជាយើងឈ្នះប្រងម្ចាស់ណាដែលដាក់ដាវប្រហោះខាងឆ្វេងរបស់យើងនោះនឹងមិនបានពាក់មកុដរបស់ទ្រង់បន្តទៀតឡើយតើត្រូវ យើងត្រូវធ្វើយ៉ាងណាទៅនេះ ពិតជាពិបាកសម្រាប់ចិត្តណាស់យើងសូមធ្វើការស្នើសុំព្រះអង្គម្ចាស់សក្យវង្សគ្រប់ព្រះអង្គធ្វើការបោះឆ្នោតរបស់ពួកទ្រង់ទ្រង់ជាអ្នកដំបងគេប្រឆាំងជាមួយនឹងព្រះអង្គទូលបង្គំធ្វើតាមការដឹកនាំរបស់ទ្រង់ ព្រះអនុជទ្រូដូដណាព្រះរាជាដណ្ដប់នេះពេលនេះពួកទ្រង់នឹងចាំអ្វីទៀតអ្នកទាំងអស់គ្នាជ្រើសរើសដល់ការសពរតីចំពោះព្រះរាជបុត្រស៊ីថាតលើកលែងតែព្រះអង្គទេបើទ្រង់ធ្វើការប្រឆាំងជាមួយព្រះអង្គទ្រង់ច្បាស់ជាត្រូវដោះមកុដចេញហើយដូច្នេះយើងមិនអាចខាត់ទ្រង់បានទៀតទេការបោះឆ្នោតបានបញ្ជាក់ចប់សពគ្រប់ហើយមហារាជព្រះអង្គម្ចាស់សត្យវង្សគ្រប់អង្គគ្រប់គ្រងព្រះអង្គហើយពួកទ្រង់ក៏មិនបានគ្រប់គ្រងព្រះអង្គម្ចាស់សិដ្ឋាដែរគ្មានអ្នកណាម្នាក់ជំទាស់ទេអ្នកទាំងអស់គ្នាគ្រប់គ្រងសិដ្ឋាចំពោះការសម្រេចប្រតិរបស់ព្រះអង្គមហារាជសធនៈចូលចម្រើន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 មហារាជប្រសន្នជិតចូលគាល់ក្រាបទូលមហារាជប្រសន្នជិតស្ដេចយាងចូលគាល់ស្ដេចយាងក្រាបទូលព្រះបិតាទូលបង្គំចូលគាល់តាំងតែពីព្រឹកមិញបន្ទប់តែចូលបោព្រះបិតាមិនស្រួលប្រកាយព្រះបិតាគួរតែឈប់មានបន្ទូលទៀតទៅយើងមិនស្រួលពិតមែនតែយើងក៏ចេះគិតអ្វីត្រឹមត្រូវដែរបានទទួលបរាជ័យម្ដងហើយចង់ធ្វើសង្គ្រាមជាមួយគេទៀតមិនដឹងថាថ្ងៃធ្វើឃាតខ្លួនយើងនឹងច្បាំងដើម្បីកិត្តិយសរបស់យើងនឹងសងសឹកពីភាពអាម៉ាស់ពួកគេបានហៅទូលបង្គំជាមិត្តភក្តិរបស់គេតែគេបានបង្អាប់កិត្តិយសទូលបង្គំនៅក្រោយក្នុងទូលបង្គំប្រាសាទរាជនេះគឺជាការធ្វើប្រហែលសម្រាប់ការធ្វើសង្គ្រាមសងសឹកស្ដេចនគរចិត្តខាងយកមិនខ្វល់ទេតែនេះជាការរៀបអភិសេករបស់ស៊ីថាតមានស្ដេចគ្រប់នគរមកចូលរួមទូលបង្គំបំផ្លាញនគរកបិលខឲ្យបានបិតាមិនអាចរៀបរៀងសង្គ្រាមនេះបានទេមហារាជចង់ធ្វើពិធីទីបញ្ចប់របស់ទ្រង់ទៅមហារាជគ្មានអ្នកណាអាចបញ្ឈប់សង្គ្រាមនេះបានទេរៀបចំពិធីទីបញ្ចប់របស់ទ្រង់ទៅមានដំណឹងល្អហើយខ្ញុំសូមឲ្យប្រជាបុត្រមានតាមរឿងអីទៅប្រពៃតឆាមើលទៅប្រពៃតឆាសប្បាយប្រទេសខ្លាំងម្ល៉េះមិនមែនតែខ្ញុំប៉ុណ្ណោះទេប្រជាវង្សទាំងអស់នៅក្នុងព្រះនគរក៏សប្បាយប្រទេសណាស់ដែរសប្បាយប្រទេសណាប្រជាបុត្រមិនសួរទេថាហេតុអីគឺថាប្រជាបុត្រ
នឹងបានឡើងក្រងរាជហើយព្រះរាជបុត្រ យ៉ាងនេះណាព្រះរាជបុត្រមិនគួរព្រួយប្រតិយនោះទេដល់ធ្វើពិធីហើយណាគ្មានស្ដេចណានៅក្នុងសត្វរាជវង្សនេះហ៊ានបោះឆ្នោតប្រឆាំងជាមួយនឹងព្រះរាជបុត្រទេណា ពិតមែនទេ វាពិតជាគួរភ្ញាក់ផ្អើលសម្បំណាស់ ដូច្នេះព្រះរាជបុត្រភ្ញាក់ផ្អើលណាស់ហើយខ្ញុំដឹងហើយ ឆាប់នេះនឹងមានពិធីឡើងគ្រងរាជ្យក៏ប៉ុន្តែមុនពេលនោះនឹងមានរឿងអ្វីកើតឡើងទៅព្រះរាជបុត្រនឹងមិនចង់យើងទៅទតព្រះនគររបស់ព្រះរាជបុត្រទេអីមែនទេ ពិតមែនហើយក្រាបទូល ព្រះរាជបុត្រមិនសពប្រតិជួបជាមួយនឹងប្រជារាស្ត្ររបស់ព្រះរាជបុត្រទេអី ពិតមែនហើយក្រាបទូល ប្រជារាស្ត្ររបស់នគរយើងក៏ចង់ជួបព្រះរាជបុត្រខ្លាំងណាស់ដែរព្រះរាជបុត្រជ្រាបទេព្រះរាជបុត្រមិនចង់ជួបជាមួយពួកគេទេមែនទេ នេះគឺជាការពិតគឺប៉ុន្តែទូបង្គំមិនអាចមិនគោរពបញ្ជារបស់បិតាបានទេ ត្រូវហើយព្រះរាជបុត្រមកនេះមកខ្ញុំបានយករបស់នេះមកសម្រាប់ព្រះរាជបុត្រព្រះរាជបុត្រពេញប្រតិទេអាយ៉ាកុំអាលបាក់អីណាទុកវាសិនទៅវាជារបស់ព្រះរាជបុត្រហើយត្រូវទេ បើសិនជាទូបង្គំមិនបើកវាទេទូបង្គំក៏មិនជ្រាបដែរថាមានអ្វីនៅខាងក្នុងនេះ ពិតជាត្រឹមត្រូវណាស់ព្រះរាជបុត្រដូចជាចង់បើកខ្លាំងណាស់តែប្រអប់តូចនេះវាតូចពេកហើយនៅមានរបស់ម្យ៉ាងដែលប្លែកនៅក្នុងព្រះនគររបស់ព្រះរាជបុត្រដែលព្រះរាជបុត្រមិនធ្លាប់ឃើញមហារាជនឹងរៀបចំពិធីនេះដើម្បីព្រះរាជបុត្រនិងពិធីឡើងគ្រងរាជបល្ល័ង្កហើយប្រកាសតែងតាំងឲ្យព្រះរាជបុត្រធ្វើជាថ្នាក់ដឹកនាំស័ក្តិវង្សជាផ្លូវការប៉ុន្តែមានរឿងនោះកើតឡើងព្រះរាជបុត្រត្រូវតែស្គាល់របស់សំខាន់របស់ព្រះរាជបុត្រសិនទៅដើម្បីងាយស្រួលដល់ព្រះរាជបុត្របង្កើតច្បាប់សម្រាប់ពួកគេសូមអភ័យទោសឲ្យខ្ញុំផងណាក្រែងលោកខ្ញុំនិយាយវែងឆ្ងាយពេកដែលបានផ្ដល់ដំបូន្មានដល់ព្រះរាជបុត្រ អត់ទេព្រះបេតុឆាមានសវណ្ណនេះត្រូវណាស់ទូបង្គំត្រូវតែយើងទៅទតនគរហើយនឹងជួបជាមួយនឹងប្រជានារីសូមអបអរសាទរផងមហាទេវីអូនរៀបចំពិធីបរិច្ចាគទានដល់រាជក្រីក្រទៅរៀបចំអំណោយដល់ពួកព្រាហ្មណ៍ដើម្បីឲ្យពួកគេសប្បាយចិត្តព្រះរាជបុត្ររបស់អូនបានទទួលនូវជ័យជំនះជាមួយនឹងការដោះស្រាយរវាងព្រះអង្គម្ចាស់គ្រប់ព្រះអង្គហើយព្រះអង្គម្ចាស់គ្រប់ព្រះអង្គបានលើព្រះតម្រិះរបស់គេហើយក៏ព្រមទទួលស្គាល់នៅព្រះតម្រិះរបស់ តែ គេ មាន ដែរ រឿងអ្វីទៅដែលធ្វើឲ្យយើងសពតិជាងនេះនោះ គឺកាន់តែពិសេសខ្លាំងណាស់ក្រាបទូលគ្មានអ្នកណាបោះឆ្នោតប្រឆាំងជាមួយនឹងសិទ្ធិនៅក្នុងថ្ងៃប្រជុំនោះទេក្រាបទូល ពិតជាល្អណាស់ព្រះអង្គកំពុងតែរវល់សប្បាយប្រតិជាមួយនឹងស៊ីថាត់ បិតាចង់ផ្ដល់ឱកាសដល់ស៊ីថាត់ដើម្បីយល់ពីការរៀបចំព្រះនគរយ៉ាងម៉េចដូច្នេះហើយបិតាចង់ដោះមកុដឲ្យទៅបុត្រហើយបិតានឹងដកខ្លួនចេញពីព្រះរាជកិច្ចព្រមទាំងធ្វើពិធីឡើងសោយរាជតែម្ដងធ្វើពិធីឡើងសោយរាជក្រែងព្រះបិតាទើបតែប្រាប់ទូបង្គំថាឲ្យគូបាននឹងទូបង្គំរស់នៅទីណាក៏បានដែរបិតាក៏បានថ្លែងរួចហើយដែរថាយើងនឹងមានពិធីឡើងសោយរាជនៅពេលក្រោយទៀតតើបុត្រចង់យាងទៅណាដែរទៅខាងក្រៅរាជវាំងនគរកបិលភ័ក្រហេតុអីទៅព្រះបិតាទូបង្គំចង់យាងទៅទតនៅកន្លែងខ្លះនៅក្នុងព្រះនគររបស់យើងទូបង្គំមិនដែលបានយាងទៅទតទេពួកគេជាប្រជារាស្ត្ររបស់យើងទូបង្គំមិនដែលបានជួបជាមួយទេ
ទូបង្គំចង់ទតពីប្រជារាស្ត្ររបស់សាក្យវង្សទាំងមូលហើយក្រាបទូលហើយអ្វីក៏បុតត្រូវការធ្វើបែបនេះទ្រូដូដាណាអាមីតូដាននិងទេវទត្តអាចធ្វើបរិយាកិច្ចនេះបានហើយមិនចាំបាច់ឲ្យបុតធ្វើនោះទេតែមិនមែនអញ្ចឹងទេព្រះបិតាគឺទូបង្គំចង់ធ្វើអ្វីដោយខ្លួនឯងក្រាបទូលបិតាមិនអាចអនុញ្ញាតពីរឿងនេះបាននោះទេហេតុអីមិនមានហេតុផលអ្វីទាំងអស់ពេលនេះទូបង្គំសូមបដិសេធមិនព្រមស្នងរាជទេទូបង្គំសូមបដិសេធមិនពាក់មកុដឡើយច្រាំងជាមួយនឹងការរៀបចំរបស់ព្រះបិតាទូបង្គំមិនដែលប្រឆាំងនឹងរាជបញ្ជារបស់ព្រះបិតាទេព្រះបិតាទូបង្គំគឺសំខាន់ជាងការធ្វើជាបុត្ររបស់ព្រះបិតាព្រះបិតាចង់ឲ្យទូបង្គំស្នងរាជរបស់សាក្យវង្សដូច្នេះទូបង្គំចង់ទូលសួរព្រះបិតាមួយសំណួរគ្មានអ្វីដែលមានបទពិសោធន៍ជាងបទពិសោធន៍របស់រាជទេមែនទេក្រាបទូលទូបង្គំនៅចាំដំបូងមានព្រះគ្រូគុណឌីនីយ៉ាគឺការធ្វើជាស្ដេចត្រូវតែមានប្រតិសពបរោះចំពោះប្រជារាស្ត្ររបស់ខ្លួនឯងមិនមែនត្រឹមតែជាស្ដេចរបស់ព្រះនគរទេក្រាបទូលស៊ីថាតទូលបង្គំគិតថាព្រះរាជបុត្រស៊ីថាតគ្រាន់តែចង់យើងចេញពីយើងសិនទេក្រាបទូលព្រះមហារាជគួរតែរាជាអនុញ្ញាតឲ្យស៊ីថាតចេញទៅខ្លះក៏ល្អដែរទូបង្គំគិតថាអ្នករាល់គ្នាកំពុងលាក់បាំងអ្វីម្យ៉ាងពីទូបង្គំហេតុអីទៅស្វែងរកការពិតទៅការពិតស្អីប្រឆាំងទៅក្រាបទូលប្រឆាំងជាមួយអ្នកណាដែរជាមួយអ្នករាល់គ្នាក្រាបទូលគ្មាននរណាម្នាក់ជឿលើទ្រង់ទេទូបង្គំមិនអាចធ្វើបែបនេះបានទេទ្រង់ជាបិតារបស់ទូបង្គំព្រះបិតាមិនគួរបង្ខំឲ្យបុត្រធ្វើអ្វីទៅតាមពរិយាបញ្ជារបស់ទ្រង់នោះទេហើយបង្ខំឲ្យទ្រង់ទៅធ្វើជាអ្នកចម្បាំងមិនឲ្យទ្រង់ធ្វើជាអ្នកបួសហើយក៏មិនឲ្យទ្រង់យាងទៅទតនៅកន្លែងផ្សេងទៀតនេះគឺជាព្រះតម្រិះរបស់ទ្រង់មិនមែនជាអន្តរិយដែលពូកែទេទូបង្គំមិនចង់ធ្វើជាអ្នកចម្បាំងហើយទូបង្គំក៏មិនចង់ឡើងសោយរាជដែរបើទ្រង់ចង់ធ្វើជាអ្នកចម្បាំងដ៏ខ្លាំងទ្រង់ត្រូវតែមានភាពល្បីល្បាញសិនភាពល្បីល្បាញគឺជាតម្រូវការរបស់ទ្រង់តែប៉ុណ្ណោះបើសេចចាប់ផ្ដើមហោះហើរយ៉ាងឆាប់ព្រោះវាកំពុងតែមានការរីកចម្រើនស្លាប់របស់វាសត្វទាំងឡាយគឺមានសេរីភាពគ្រប់ទីកន្លែងទ្រង់ជាមនុស្សលោកហេតុអីក៏គ្មានសេរីភាពត្រូវតែមានសេរីភាពឲ្យបានទូបង្គំមិនអាចធ្វើបានទេទូបង្គំប្រាប់ទ្រង់ហើយតើកំហឹងគឺអាចធ្វើឲ្យទ្រង់ធ្វើអ្វីៗបានគ្រប់យ៉ាងអត់ទេទូបង្គំចង់ទ្រង់ចេញទៅកុំមកទៅមើលមកទូបង្គំមកអត់ទេទូបង្គំចង់នៅតែម្នាក់ឯងមើលមកទូបង្គំភ្លាមមកទេមើលមុខទូបង្គំឲ្យចាំមកស៊ីថាត់ទេឆាប់មើលមុខរបស់ទូបង្គំភ្លាមមកមើលកាច់ភ្នែកទូបង្គំមកស៊ីថាត់ព្រះបិតាខ្ញុំម្ចាស់មានរឿងចង់និយាយជាមួយតាបិតានៅលក្ខការពិតចំពោះទ្រង់នឹងប្រជានារីយូរប៉ុណ្ណាទៀតទៅព្រះពើសូមព្រះបិតារាជាអនុញ្ញាតឲ្យទ្រង់ទៅគ្មានរឿងអ្វីដែលព្រះអង្គអាចរារាំងបានឡើយបុត្រាព្រះអង្គនឹងក្លាយជាអ្នកបួសតតែបានបុត្រីមិនដឹងពីការទូទារបស់លោកបណ្ឌិតអាសនិកទេបុត្រប្រជាមិនអាចនិយាយរឿងនេះជាមួយបិតាបានឡើយខ្ញុំម្ចាស់ជ្រាបរឿងនេះមេដាក៏ប្រាប់ខ្ញុំម្ចាស់ហើយព្រះពើបុត្រគិតថាយើងធ្វើបែបនេះដើម្បីអ្វីតើសមដែរទេព្រះរាជគ្រូវច្ចាស្បតិបានអាន
អំពីលក្ខណៈថ្ងៃប្រសូតរបស់ស៊ីថាតហើយថែមទាំងបាននិយាយថាស៊ីថាតនឹងមានភាពសង្វេគនៅពេលដែលគេបានឃើញការឈឺចាប់របស់នរណាម្នាក់ហើយការឈឺចាប់នោះនឹងធ្វើឲ្យគេដកខ្លួនចេញពីកម្មភាពហើយគេក៏ចេញទៅ ប្រហែលជាគាត់និយាយត្រូវហើយប៉ុន្តែពេលនេះទ្រង់បានរៀបអភិសេកហើយខ្ញុំម្ចាស់ក៏នៅជាមួយទ្រង់ដែរសូមជឿទៅព្រះពរវាជាទូនាទីរបស់មហេសីដែលជួយស្វាមីឲ្យផុតពីទុក្ខពីទោសណាព្រះពរហើយនឹងគ្រប់ការព្រួយបារម្ភទាំងអស់ណាព្រះពរម្ចាស់ព្រះអង្គគូបាមានកម្រិតត្រូវឲ្យព្រះពរគេបានរៀបអភិសេករួចហើយពេលនេះគូបាក៏នៅជាមួយនឹងគេហើយដែរព្រះនាងមើលសិដ្ឋាដែលគ្មានអ្នកណាធ្វើបានទេព្រះពរសូមទុកប្រទេសលើគូបាទៅព្រះនាងនឹងរៀបចំស្ថានភាពនេះឲ្យបានប្រសើរហើយយើងត្រូវបន្ថយទៅព្រះពរបើយើងចង់ឲ្យនគរកបិលភ័ស្តុមានស្ដេចដ៏ល្បីល្បាញនោះព្រះពរ ត្រឹមត្រូវហើយគូបាបិតាជឿទៅលើបុត្រីតិចជឿបិតារាជានុញ្ញាតឲ្យបុត្រហើយនឹងស៊ីថាត់ចេញទៅតូតនៅខាងក្រៅបាន